រឿងដ៏ចម្លែកនៅភូមិព្រៃទទឹងកាលពីយូរណាស់មកហើយខ្ញុំបានចាំថាកាលនោះខ្ញុំប្រហែលជាអាយុ9ឬក៏10ឆ្នាំប៉ុណ្ណោះក្នុងភូមិនេះក៏បានមានរឿងចម្លែកផ្ទះរបស់ខ្ញុំគឺនៅចុងភូមិឆ្ងាយពីគេក្នុងភូមិនោះតាមមើលទៅប្រហែលជាមានប្រជាជនរស់នៅមិនលើសពី100គ្រួសារអីនោះទេនេះគឺជាការប៉ាន់ស្មានរបស់ខ្ញុំព្រោះកាលនោះខ្ញុំនៅក្មេងណាស់ខ្ញុំមិនទាន់អាចប៉ាន់ស្មានបានល្អនោះទេតាមដែលខ្ញុំដឹងពេលនោះគឺមនុស្សមិនសូវមានច្រើនដូចជាសម័យបច្ចុប្បន្ននោះទេសប្តាហ៍ថ្ងៃនេះនៅក្នុងភូមិនោះមានមនុស្សរស់នៅច្រើនណាស់ខ្ញុំនៅចាំបានថាកាលនៅក្នុងឆ្នាំមួយនោះក្នុងភូមិខ្ញុំមានសត្វមាន់សត្វទាងាប់យ៉ាងច្រើនដោយមិនដឹងមូលហេតុនោះទេតាមភូមិរបស់ខ្ញុំក៏មានងាប់ដូចគ្នាដែរអ្នកខ្លះគាត់បានយកទៅបោះចោលនៅវាលស្រែដោយសារគាត់ខ្ជិលយកទៅកប់ហើយក្លិនវាបានស្អុយខ្លាំងណាស់កាលនោះប្រហែលជាមិនសូវមានអ្នកចេះអនាម័យនោះទេដល់ថ្នាក់មឿនខ្លះក៏ប្រកាច់ងាប់ទាំងថ្ងៃស្រស់តែម្ដងមើលទៅពិតជាគួរឲ្យញញើតណាស់ចាស់ខ្លះទៀតគិតបានបន្លាចខ្ញុំថាអាចជាអសូរកាយមកស៊ីមន់ស៊ីទាទាំងនោះទៀតផងគ្មានអ្នកណាហ៊ានស៊ីសាច់មន់ទាំងនោះទេតែងតែយកទៅបោះចោលរួមទាំងផ្ទះខ្ញុំផងដែរក្នុងពេលនោះមនុស្សនៅក្នុងភូមិរបស់ខ្ញុំក៏ចាប់ផ្ដើមឈឺស្លាប់ដោយជំងឺផ្សេងស្លាប់ម្នាក់បូជារួចស្រាប់តែស្អែកឡើងក៏ស្លាប់ម្នាក់ទៀតបានធ្វើបុណ្យបូជារួចដុតរួចហើយស្អែកឡើងក៏ស្លាប់ម្នាក់ទៀតការស្លាប់របៀបនេះគឺស្លាប់តគ្នាគួរឲ្យខ្លាចណាស់កាលនោះខ្ញុំមិនបានចាំថាតើស្លាប់អស់ប៉ុន្មានអ្នកនេះនោះទេគ្រាន់តែដឹងថាមានសភាពស្ងប់ស្ងាត់និងគួរឲ្យខ្លាចព្រោះមនុស្សក្នុងភូមិស្លាប់អស់ច្រើនអ្នកពេកពាក្យចាមរាមតគ្នាថាសង្ស័យខ្លាចកើតជំងឺអសន្នរោគព្រោះជំងឺនេះគឺជាជំងឺឆ្លងស្លាប់តគ្នាខ្ញុំឮហើយកាន់តែភ័យខ្លាចថែមទៀតចាស់ខ្លះទៀតបាននិយាយថាខ្លាចតែមានខ្មោចព្រាយបិសាចចូលមកយាយីនៅក្នុងភូមិយើងហើយបានជាមានរឿងចម្លែកបែបនេះកើតឡើងឯចាស់ខ្លះទៀតក៏បាននិយាយថានេះគឺជាជំនឿរបស់ចាស់បុរាណមកពីយើងទៅរោងបុណ្យសពហើយបានយកបាយយកសម្លមកផ្ទះវិញទើបបានជាការស្លាប់តគ្នារបៀបនេះចូលឈប់ធ្វើបែបនេះបើមិនចង់ឲ្យមនុស្សស្លាប់តគ្នាចំណែកខ្ញុំក៏មិនដឹងដែរនេះឮតែចាស់គាត់និយាយប៉ុណ្ណោះពួកយើងក៏ចាប់ផ្ដើមឈប់យកបាយសម្លមកផ្ទះប៉ុន្តែការស្លាប់នៅតែមិនធូរស្បើយឡើយអ្នកវិភាគទៅដល់ការដុតសពទៀតផងខ្លះថាមកពីដុតសពហើយ
ទុកឲ្យសល់ចុងអូសចាស់បុរាណពោលថាបើដុតសពហើយត្រូវដុតអូសឲ្យអស់មិនត្រូវទុកអូសនៅទីកន្លែងដុតសពនោះទេព្រោះការធ្វើរបៀបនេះនឹងធ្វើឲ្យទាក់ទាញនិងស្លាប់មនុស្សជាបន្តទៅទៀតពេលភ្លុកដែលបានដុតសពគាត់ដឹងគាត់ក៏បានដុតអូសឲ្យអស់មិនមានសេះសល់ដូចមុនទៀតទេព្រោះខ្លាចដោយពាក្យចាស់បុរាណថាប៉ុន្តែអ្វីដែលត្រៀមទុកក៏មិនបានដោយការគិតរបស់យើងនោះទេអ្នកស្លាប់នៅតែស្លាប់ដដែលក្រោយមកទៀតអ្នកស្រុកអ្នកភូមិក៏ស្រស់សួរគ្នាធ្វើពិធីមួយនិយាយកាត់ត្រង់នេះបន្តិចកាលដុតសពកាលនោះមិនមែនដូចជាដុតឥឡូវនោះទេគឺកាលនោះគ្មានឡគ្មានមែនដោយសពថ្ងៃទេគឺគេរៀបដើមចេកទៅជា4ជ្រុងហើយដាក់អុសបន្ទាប់មកក៏លើកមឈូសដាក់លើដុតកណ្ដាលវាលនឹងឯងមើលហើយគួរឲ្យខ្លាចណាស់ខ្ញុំនៅក្មេងៗគឺមើលតែពីចម្ងាយមិនហ៊ានមើលជិតនោះទេហើយឃើញភ្លុកគេយកឈើឆ្កឹះមិនដឹងឆ្កឹះអីទេតែគ្រាន់តែមើលហើយគួរឲ្យខ្លាចរហូតដល់សាកសពដុតអស់ហើយឈើទាំងអស់ដែលយកទៅធ្វើអូសនោះក៏ដុតអស់ដូចគ្នាដែរឥឡូវត្រឡប់មកចូលក្នុងសាច់រឿងយើងវិញអ្នកភូមិក៏បានស្រស់ជ្រុលគ្នាធ្វើពិធីមួយយ៉ាងគឺពិធីដេញខ្មោចចេញពីភូមិខ្ញុំក៏និយាយតាមគាត់ដែរព្រោះកាលនោះអ្នកភូមិប្រហែលជាគិតថាមានខ្មោចព្រាយមកលុកលុយក្នុងភូមិមិនខានបានជាកើតរឿងចម្លែកបែបនេះនៅក្នុងភូមិសម័យនោះគ្មានភ្លើងអគ្គិសនីនោះទេគឺប្រើចង្កៀងដុតប្រេងកាតនិងដុតទៀនដុតអីតែប៉ុណ្្នឹងឯងនៅយប់ថ្ងៃបន្ទាប់អ្នកភូមិក៏ចាប់ផ្ដើមធ្វើពិធីដេញខ្មោចចេញពីភូមិនៅពេលដែលយប់ងងឹតប្រហែលជាម៉ោង 7-8 យប់នឹងឯងទាំងក្មេងទាំងចាស់ដែលមកជួយក៏បាននាំគ្នាកាន់ដុំភ្លើងដុតខ្លះប្រើប្រេងកាតដុតខ្លះទៀតក៏ប្រើកង់សម្បកកង់សម្បកម៉ូតូចាស់ឬក៏ក្តុងកាវផ្សេងយកមកដុតឲ្យបំភ្លឺផ្លូវដាក់នឹងឈើហើយក៏បានដើរវៃតាមដប់ដើរវៃព្រៃគោះខ្សាំងសីខ្លះទៀតគោះឆ្នាំងខ្លះទៀតគោះត្រឡោកគោះបំពង់ឫស្សីធ្វើម៉េចឲ្យលឺស្នូររំពងពេញភូមិហើយក៏នាំគ្នាស្រែកថាវាទៅហើយដូចជាដេញអ្វីមួយយ៉ាងគាត់បានធ្វើរបៀបនេះពីខាងលិចភូមិសំដៅមកខាងកើតភូមិមិនយូរក៏មកដល់ផ្ទះរបស់ខ្ញុំឯខ្ញុំផ្ទះនៅខាងកើតភូមិក៏បានចូលរួមនឹងគេដែរកាលនោះខ្ញុំមានអារម្មណ៍ថាសប្បាយផងហើយក៏ភ័យផងដែរពេលនឹមគ្នាដេញឆ្ងាយពីចុងភូមិប្រហែលជា 300-400 ម៉ែត្រប៉ុណ្ណោះក្រុមរបស់ខ្ញុំមានគ្នាក្មេងៗមួយក្រុមបានរត់មកមុខគេស្រែកផងអីផងពេលងាកមើលពីក្រោយចាស់បោះដុំភ្លើងរត់ចោលខ្ញុំភ័យខ្លាំងណាស់នាំគ្នាបោះដុំភ្លើងចោលហើយរត់ត្រឡប់មកស្រុកវិញដែរដោយងងឹតព្រោះដុំភ្លើងនោះចាស់ប្រាប់ថាមិនឲ្យយកមកវិញទេឲ្យបោះចោលនៅចុងភូមិនឹងឯងពួកខ្ញុំក៏នាំគ្នារត់ត្រឡប់មកផ្ទះវិញរៀងខ្លួនទៅ
លុះព្រឹកឡើងខ្ញុំឃើញគេធ្វើពិធីឡើងអ្នកតាអ្នកភូមិបានធ្វើជាកន្ទោង3ជ្រុងដូចជាត្រីកោណដែលធ្វើពីដើមចេកនៅក្នុងនោះគេបានដាក់បាយដែលមានពណ៌សបាយពណ៌ក្រហមខ្លះទៀតក៏ធ្វើបាយឲ្យវាមានពណ៌លឿងព្រមទាំងដាក់ពងមាន់ស្ងោរផងដែរហើយបានសូនរូបមនុស្សធ្វើពីដីឥដ្ឋសូនរូបមាន់រូបទារូបគោក្របីផ្សេងបើសិនជាផ្ទះរបស់យើងមានខ្ញុំបានដាក់ទៅនឹងគេដែរដោយរាប់ចំនួនមនុស្សនៅក្នុងផ្ទះធ្វើជាដីឥដ្ឋហើយដាក់ទៅលើកន្ទោងនោះព្រោះចាស់បានប្រាប់ថាការធ្វើរបៀបនេះគឺជាការដាក់បញ្ជូនជាការឧបកិច្ចឲ្យទៅអ្នកតានិងខ្មោចព្រាយបិសាចហើយចាស់ក្នុងភូមិក៏បានធ្វើយួនខ្មែរបញ្ចុះមន្តអាគមបានទៅជីកដាក់នៅក្នុងដីនៅឯចុងភូមិទាំង4ទិសគឺដាក់ជុំវិញភូមិនៅទាំង4ទិសតែម្ដងហើយកប់ដីខ្ញុំមិនដឹងថាយួននោះគឺជាយួនអីទេប៉ុន្តែខ្ញុំសង្កេតឃើញថានៅក្នុងភូមិរបស់ខ្ញុំគឺស្ងាត់លែងមានមនុស្សស្លាប់និងខុសធម្មតាទៀតហើយរហូតមកទល់នឹងសពថ្ងៃនេះគឺជារឿងពិតនៅក្នុងភូមិព្រៃទទឹងស្រុកមង្គលបុរីវាគឺជាចំនួនរបស់អ្នកស្រុកប៉ុន្តែយើងមិនអាចមកបញ្ជាក់បានថាវារបៀបណានោះទេ